វីដេអូនេះចង់ប្រាប់ថាទោះជាភ្លៀងលឹមខ្លាំងប៉ុណ្ណាក៏ដោយក៏ផ្កាខ្ញុំនៅតែចាយសម្រស់ឲ្យម្ចាស់បានមើលអញ្ចឹងណាបងប្អូនអ្នកគ្នាហើយមួយរយៈនេះគឺថាបងប្អូនដែលធ្លាប់ដាំផ្កាចំបៃឬក៏ចូលចិត្តផ្កាចំបៃទឿអីគឺដឹងហើយពួកអាផ្កានេះវាអត់សូវចូលចិត្តទឹកច្រើនទេហើយតើកាលណាភ្លៀងចំច្រើនញឹកមិនថាតិចមិនថាច្រើនទេគឺថាផ្កាវាចាប់ផ្ដើមរុះរយលឹកអីរុះរយអញ្ចឹងណាប៉ុន្តែដល់ឡែកផ្កាខ្ញុំគឺថាពងពេញល្អហើយបងប្អូនគ្នាដោយសារតែមុននឹងរដូវភ្លៀងនេះគឺខ្ញុំបានដូរដីវាអញ្ចឹងណាអញ្ចឹងបន្ទាប់ពីដូរដីហើយគឺថា rich ស្គូស្គេចេញត្រួយលាស់ផ្កាអីថ្មីអូដាក់មកស្អាតហ្មងបងប្អូនគ្នាដូចតែឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺមិនមានការ edit អីទេហើយនេះគឺខ្ញុំទៅបានមកថ្មីខ្ញុំបង្កាត់វាអញ្ចឹងណាចឹងគឺថាចាយសម្រស់ឲ្យម្ចាស់បានមើលនៅរដូវធ្លាក់ភ្លៀងជោគជាំអញ្ចឹងណាប៉ុន្តែក៏ថារដូវធ្លាក់ភ្លៀងចេះវាមិនសូវជាប់ផ្កាអីបានច្រើនទេវាកំពុំបានច្រើនប៉ុន្តែដោយបងប្អូនឃើញនេះគឺកំពុំច្រើនប៉ុន្តែវារីកអត់សូវច្រើនដោយសារតែភ្លៀងជាំវាអីចឹងណាប៉ុន្តែមិនជាបញ្ហាទេយើងវាបង្ហាញយើងបានប៉ុណ្ណឹងដែរអញ្ចឹងគឺមួយរយៈនេះគឺដោយបងប្អូនឃើញស្រាប់នេះអញ្ចឹងគឺថាมันមានការថែទាំវាអីញឹកអញ្ចឹងណាមើលទៅកើមើលអីទេកុំឲ្យទៅកើស៊ីល្អខ្លាំងមែនតើសាច់ដែលខ្ញុំតនេះគឺថាបងប្អូនអ្នកគ្នាអ្នកណាខ្លះដែលជួយចិត្តក្នុងការដាំផ្កាចំបៃនេះអញ្ចឹងណាអានឹងគឺសូមជូនវីដេអូនេះទៅដល់បងប្អូនអ្នកគ្នាផងហើយបើចូលចិត្តវីដេអូរបស់ខ្ញុំឬក៏ចង់ដឹងពីរបៀបថែទាំការបង្កាត់ផ្កាចំបៃអីនេះអីចឹងបងប្អូនអាចឆាតសួរខ្ញុំក៏បានឬមួយក៏ comment នៅខាងក្រោមវីដេអូហ្នឹងក៏បានឬក៏ជួយ subscribe channel ខ្ញុំម្នាក់មួយផងដើម្បីអាចបានដឹងចំណេះដឹងតិចតួចពីការដាំផ្កាចំបៃនឹងបន្តទៀតអីចឹងណាបងប្អូនអ្នកគ្នាហើយដោយបងប្អូនឃើញនេះគឺថាល្អខ្លាំងមែនតើហើយមើលតែផ្កាទៅមិនបាច់ចាំខ្ញុំនិយាយរៀបរាប់អីច្រើនក៏បងប្អូនអាចដឹងដែរសម្រាប់អ្នកដែលធ្លាប់ដាំផ្កាចំបៃចឹងណាអញ្ចឹងបងប្អូនមើលទៅគឺថាសំបីតែកូនវាបងប្អូនអើយគឺល្អខ្លាំងមែនតើគាត់ថាវារៀងចង់រុះលឹកតិចតួចចឹងណា